តើបងប្អូនធ្លាប់ឮពាក្យថាកសិកម្មកកើតឡើងវិញដែរឬទេហើយតើកសិកម្មកកើតឡើងវិញនឹងមានអត្ថប្រយោជន៍អ្វីខ្លះមានបងប្អូនកសិករមួយចំនួនដែលខ្ញុំបានជួបគាត់តែងតែសួរខ្ញុំថាអ្នកគ្រូមិនក៏ដំណាំខ្ញុំអត់ល្អអញ្ចឹងមានបញ្ហាអីខ្ញុំដាក់ជីដាក់អីហើយមិនក៏មិនល្អឬក៏ខ្ញុំអត់បានជីដាក់អីទេដាំតាមធម្មតាតែទិន្នផលវាបានតិចមានសំណួរជាច្រើនមកខ្ញុំហើយខ្ញុំក៏សួរគាត់ថាចុះបើសិនជាមនុស្សយើងវិញបើសិនជាយើងធ្វើការរហូតហើយយើងអត់មានហូបបាយហូបទឹកឲ្យផ្ដល់ធម៌ពលអីដល់រាងកាយសោះថាតើយើងអាចមានកម្លាំងបំពេញកិច្ចការងារបានច្រើនតទៀតអត់ឬក៏យើងកាន់តែអស់កម្លាំងទៅមានតែចេញអត់មានចូលអានឹងខ្ញុំនិយាយលេងជាមួយគាត់ទេតែធៀបពិតទៅលើដំណាំក៏វាអញ្ចឹងដែរបងប្អូនយើងមិនអាចថារំពឹងថាដឹងតែយកផ្លែផ្កាយកផលយកអីពីដំណាំហ្នឹងប៉ុន្តែយើងអត់ដែលផ្ដល់ឲ្យដំណាំវិញផងហ្នឹងយើងអត់ដែលផ្ដល់សារធាតុចិញ្ចឹមដល់ដំណាំហើយបងប្អូនភាគច្រើនមែនទែនគឺភ្លេចទៅលើការមើលថែសុខភាពដីរបស់យើងណាកុំភ្លេចថាបើសិនជាយើងអត់បានផ្ដល់ជីជាតិផ្ដល់អីទៅឲ្យដីយើងតែងតែបំផ្លាញដីបំផ្លាញអីអញ្ចឹងដំណាំយើងក៏វាបានផលតិចទៅតាមនឹងដូចគ្នាដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលប្រធានបទយើងទាំងអស់គ្នាកសិកម្មដែលកកើតឡើងវិញហ្នឹងគឺជាការអនុវត្តកសិកម្មដែលផ្ដោតចម្បងទៅលើការកែប្រែគុណភាពដីឡើងវិញដោយបង្កើនសមាសធាតុសរីរាង្គដើម្បីបង្កើនសារធាតុចិញ្ចឹមនៅក្នុងដីការអនុវត្តកសិកម្មបែបនេះគឺជាការអភិរក្សនិងការស្ដារឡើងវិញសមាសធាតុសរីរាង្គក្នុងដីដោយការពារនិងផ្ដល់ជម្រកដល់មីក្រូនិងម៉ាក្រូសារពាង្គកាយមានប្រយោជន៍មានការអនុវត្តជាច្រើនត្រូវបានចាត់បញ្ចូលជាកសិកម្មដែលមានការកកើតឡើងវិញហើយមិនមែនអ្នកអនុវត្តគ្រប់គ្នាសុទ្ធតែអនុវត្តតាមបច្ចេកទេសទាំងអស់នេះទេកសិកម្មដែលកកើតឡើងវិញមានគោលការណ៍ជាមូលដ្ឋានចំនួន7ដូចខាងក្រោមទី1គឺការមិនរំខានដីដោយមិនរៀបចំដីឡើងវិញឬរៀបចំតិចតួចជាបច្ចេកទេសដែលទុកដីឲ្យនៅដដែលពេលដាំជៀសវាងការរំខានដីតាមរយៈការភ្ជួរទី2គឺជីកំប៉ុស្តដំណើរការធម្មជាតិនៃការប្រែក្លាយកាកសំណល់ពីលាមកសត្វឬអាហារទៅជាជីទី3គឺដំណាំគម្របដីការអនុវត្តការដាំដំណាំគម្របដីដែលជាធម្មតានឹងទុកឲ្យនៅទំនេរមិនមានគម្របបន្ទាប់ពីប្រមូលផលរួចតាមរយៈការរក្សាឫសរស់ក្នុងដីគ្របដណ្ដប់ដីដោយដំណាំអាចកាត់បន្ថយការហូរច្រោះដីបង្កើនការរក្សាទឹកធ្វើឲ្យដីមានសុខភាពល្អបង្កើនជីវៈចម្រុះជាដើមកសិករក៏អាចដាំដំណាំគម្របដីនៅក្នុងកំឡុងពេលប្រមូលផលឬនៅចន្លោះជួរនៃដំណាំមានអាយុកាលវែងដំណាំគម្របដីអាចជាពពួកសណ្ដែកស្មៅចំណីសត្វស្នោឬក៏ពពួកចង្ក្រមស្វាទី4ការដាំដំណាំបង្វិលការធ្វើពិពិធកម្មដំណាំឬដាំដំណាំចម្រុះការដាំដំណាំបង្វិលរយៈពេលយូរនិងចម្រុះកាន់តែច្រើននឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីដីមានតុល្យភាពអាចជួយគ្រប់គ្រងមេរោគបន្ថយសម្ពាធពីការបំផ្លាញរបស់សត្វល្អិតនិងស្មៅដែលអាចកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីកសិកម្មទី5ការចិញ្ចឹមសត្វដែលមានការគ្រប់គ្រងច្បាស់លាស់ឬហៅថាជាការស៊ីស្មៅបង្វិលការអនុវត្តបែបនេះបានធ្វើឲ្យជនជាតិដើមភាគតិចដែលធ្វើត្រាប់តាមវិធីដែលសត្វធំផ្លាស់ទីក្នុងហ្វូងសត្វវាពេញវាស្មៅវិធីសាស្ត្រនេះនៃការស៊ីស្មៅនេះគឺជាការផ្លាស់ទីសត្វពាហនៈនៅចន្លោះវាស្មៅជាប្រចាំដើម្បីបង្កើនជីជាតិរបស់ដីនិងអនុញ្ញាតឲ្យវាស្មៅមានពេលដុះឡើងវិញទី6កាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងថ្នាំសម្លាប់សត្វល្អិតការថែទាំសុខភាពដីនិងការប្រើប្រាស់ធាតុចូលតាមបែបធម្មជាតិក្នុងការគ្រប់គ្រងសត្វល្អិតនិងកាត់បន្ថយការពឹងផ្អែកលើថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីផ្សេងៗទី7កសិរុក្ខកម្មការអនុវត្តរបស់ជនជាតិដើមភាគតិចដែលធ្វើត្រាប់តាមប្រព័ន្ធព្រៃឈើដោយរួមបញ្ចូលដើមឈើធំតូចទៅក្នុងប្រព័ន្ធដំណាំនិងសត្វចិញ្ចឹមចំពោះអត្ថប្រយោជន៍នៃកសិកម្មកកើតឡើងវិញគឺផ្ដោតដល់សុខភាពដីជាចម្បងកាត់បន្ថយការពឹងផ្អែកលើធាតុចូលសំយោគជី
ថ្នាំគីមីកសិកម្មមានការគិតគូរអំពីអត្ថប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ីកែលម្អសុខភាពនិងជីជាតិរបស់ដីដែលជាមូលដ្ឋានគ្រឹះនៃសុខភាពទឹកសារធាតុចិញ្ចឹមនិងវដ្តនៃកាបូនដោយដែលបានបង្ហាញតាមរយៈដំណាំមានសុខភាពល្អទិន្នផលកើនឡើងលទ្ធផលតេស្តដីនិងប្រសើរនិងភាពរស់រវើកនៃអតិសង្គមប្រាណក្នុងដីដូចជាជន្លេនកាត់បន្ថយការហូរច្រោះដីកាត់បន្ថយការបំពុលទឹកដោយការប្រើប្រាស់សារធាតុគីមីតិចជាងមុនកែលម្អសមត្ថភាពចាប់យកទឹកក្នុងដីដោយសារការប្រើប្រាស់កំប៉ុស្តច្រើនជាងមុនចាអញ្ចឹងប្រធានបទនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនឆ្ងល់ថាការដាំដំណាំឆ្លាស់ការដាំដំណាំចម្រុះហ្នឹងមានន័យដូចម្តេចបងប្អូនអាចស្វែងរកមើលវីដេអូដែលខ្ញុំបានចេញតាំងពីសប្តាហ៍មុនក៏បងប្អូនអាចស្វែងយល់បានដែរហើយក៏សង្ឃឹមថាបងប្អូនយកមេរៀននេះយកទៅអនុវត្តនៅក្នុងការដាំដុះប្រចាំថ្ងៃដើម្បីជួយឲ្យដីរបស់យើងកាន់តែល្អជាងមុនកាន់តែប្រសើរទិន្នផលយើងក៏វាបានខ្ពស់ដែរបើសិនជាបងប្អូនដាក់ជីថែទាំដំណាំតែបងប្អូនអត់បានមើលថែដីឲ្យបានល្អយើងនឹងទទួលបានទិន្នផលអត់ល្អទេបងប្អូនត្រូវចាំថាថែដំណាំថែដីទិន្នផលយើងនឹងទទួលបានខ្ពស់ច្រើនជាងដែលយើងព្យាយាមបំផ្លាញដីព្យាយាមធ្វើឲ្យដីខូចទោះដំណាំយើងក៏វាអត់ល្អដែរសូមអរគុណនិងសូមជម្រាបលាហើយយើងជួបគ្នានៅប្រធានបទបន្តទៀតណា